បាទជំរាបសួរបងប្អូនថ្ងៃនេះមកលេងព្រៃទៀតហើយបាទថ្ងៃក៏ប្រទះនៅប្រភេទជុំដាប់ពងតុកតាក់បងប្អូនហើយបាទតែជុំគល់សតដាប់ហើយអត់មាននេះទេយើងចេះស្ដាយបងប្អូនអរគ្នាមកឃើញមួយចឹងចេះតាមកេះដាប់ហ្នឹងឲ្យពេញហ្នឹងចឹងទៅធ្វើមិនឲ្យស្អាតធ្វើមិនឲ្យបានទៅស្អាតព្រោះមករកឃើញមួយបាទហ្នឹងមើលថាមើលទៅរៀងពិបាកហ្នឹងបានសុខចិត្តអាលបាទព្រោះថាមើលទៅអាចយកបានស្រួលគឺហ្នឹងតាមខ្វះតាមមើលតតាយកមកទៅឲ្យបានស្អាតបាទបានស្អាតឲ្យជុំនេះមិនទាន់ដឹងថាជុំទេប៉ុន្តែដឹងថាវត្តជុំហើយបាទហ្នឹងហើយមើលលាក់មុខប៉ុណ្ណឹងហើយមិនជុំទៀតដឹងមិនបានជុំហើយបាទឡើងក៏វៀនប៉ុណ្ណឹងហើយអត់ជុំទៀតចប់ហើយដឹងថាជុំ 100% ហើយបាទជុំ 100% ពុំមកទៅផ្លាច់ទៅស្អាតត្រូវការអាលហ្នឹងហើយនេះបងអត់ជួបនេះមួយទៀតបាទហែងប្រកបមកបាទនេះមួយទៀតខ្វាងបងប្អូននេះខ្វាងនេះគឺនៅលើគោកហ្មងបាទបើថាអាស្រ័យដូចចាស់ហ៎បងស្រួលអាយកហ្មងហើយមិនngoàiហ្នឹងមិនបើយកគ្រូបន្តិចហ្នឹងយកដាំអីតែគាត់ថាយកកាលណានេះគឺសាច់ចាស់បងប្អូនតើដើមមកជុំខ្នែបហ្នឹងហើយហ្មងបានស្អាតចេះបានមួយអបាទព្រោះមកផ្លូវឆ្ងាយផងបាទមកមិនចិត្តណាបងប្អូនអើយពងស្ពឺបាទពងស្ពឺមកតំបន់ភ្នំបាទយើងរនៅតំបន់ទំនាបទៅរដូចដែររត់បានអញ្ចឹងទៅមកកាន់ឆ្ងាយទៅបាទនេះឥឡូវប្រទះជុំនេះមួយស្អាតនេះពុកម៉ែបងប្អូនហ្នឹងហើយចាំមើលកត់កោះមើលសិនហើយចាំមើលបាក់មិនម៉ាចាំថតជូនពុកម៉ែបងប្អូនបន្តទៀតបាទហ្នឹងហើយចាំមើលដើរវែកដើរមើលគ្រាន់លោបានមួយពីរបាទព្រោះល្ងាចដែរហើយតើអត់រូតត្រូវឆាប់ឡើងទៅវិញបាទហ្នឹងហើយចាំមើលមានអីប្លែកពិសេសបាទនឹងថតជូនបងប្អូនម្ដងទៀតបាទនេះពុកម៉ែបងប្អូនហ្នឹងហើយយកបានហើយហ្នឹងហើយបានតែប៉ុណ្្នឹងពុកម៉ែបងប្អូនអើយបាទមើលតានេះតិចហ្នឹងហើយស្អាតដែរនេះបាត់មុខបានតែប៉ុណ្្នឹងហើយបាទនេះបាទខ្វែវចាស់បាទហ្នឹងហើយបងគាត់កាត់ខ្ញុំមើលនៅនេះស្មានថាហ្នឹងអត់ទាន់មានគេយកបាទដឹងអីគេកាត់ទុកនៅនឹងហើយបាទកាត់វែងលក្ខណៈជួយច្រត់ហ្នឹងជួយច្រត់គួចកន្លែងនេះបន្តិចបាទប៉ុណ្ណឹងបងប្អូនបាទអរគុណច្រើនបងប្អូនបាទចាំមើលមានអីទៀតបាទនឹងថតបង្ហាញជូនដល់ពុកម៉ែបងប្អូនទស្សនាទៀតណាបាទអរគុណច្រើនបាយបាយជម្រាបលា